ក្រដាស់ប្រាក់ដុល្លារអាមេរិកចេញស៊េរីថ្មីតើក្រដាស់ប្រាក់ដុល្លារដែលមិនមានហត្ថលេខារបស់លោក Donald Trump នៅតែអាចចាយវាយបានធម្មតាឬយ៉ាងណាសូមគោរពនឹងជម្រាបសួរដល់បងប្អូនអំពូមីមីងលោកកំពុងតែម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះខ្ញុំនៅក្នុង Channel YouTube បូសុគន្ធាថ្ងៃនេះយើងបានជួបគ្នាសារជាថ្មីម្ដងទៀតជូននៅវីដេអូថ្មីហើយក៏ជូនចម្លើយទៅកាន់បងប្អូនទាំងអស់គ្នាផងដែរដោយសារតែខ្ញុំធ្វើវីដេអូអំពីกระดาษលុយថ្មីដែលអាមេរិកក្រុងបោះពុំដល់អញ្ចឹងទៅបងប្អូនយើងគាត់ចូលទៅ comment សួរពីខាងក្រោមនឹងថាបើសិនជាយើងមានលុយចាស់យើងនៅប្រើបានទៀតដែរឬអត់អញ្ចឹងកាលពីវីដេអូមុននាងខ្ញុំបានជម្រាបជូនអំពីការជូនដំណឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្ដីអំពីការបោះចេញនៅក្រដាស់ប្រាក់ដុល្លារអាមេរិកស៊េរីថ្មីដើម្បីគម្រប់ខួប250ឆ្នាំនៃឯករាជ្យជាតិសហរដ្ឋអាមេរិកដែលធ្វើឡើងនៅថ្ងៃ4កក្កដាអញ្ចឹងនៅក្នុងក្រដាស់$100ស៊េរីថ្មីដែលនឹងត្រូវបោះពុម្ពអំឡុងខែមិថុនានាឆ្នាំ2026នេះនឹងបដូរហត្ថលេខារបស់អគ្គបេឡាករអាមេរិកមកជាហត្ថលេខារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងកាន់តំណែងអញ្ចឹងនៅក្នុងអាណត្តិនេះប្រធានាធិបតីដែលកំពុងកាន់តំណែងគឺលោក Donald Trump ហេតុនេះហើយនឹងមានហត្ថលេខារបស់លោក Donald Trump នៅលើក្រដាស់ប្រាក់ស៊េរីថ្មីរបស់សហរដ្ឋអាមេរិកអញ្ចឹងក្រោយការបោះពុម្ពរួចលុយថ្មីនឹងចាប់ផ្ដើមចរាចរលើទីផ្សារក្នុងស្រុកហើយនឹងទីផ្សារសកលអញ្ចឹងក៏មានបងប្អូនយើងសួរថាបើសិនជាអាមេរិកចេញលុយថ្មីចេញក្រដាស់ប្រាក់ថ្មីចុះលុយក្រដាស់ចាស់ដែលយើងកំពុងមានចាលុយស៊េរីចាស់ដែលយើងកំពុងមាននេះតើយើងនៅតែអាចចាយបានទៀតដែរឬអត់ចាព្រោះលុយចាស់របស់យើងអត់មានហត្ថលេខារបស់លោក Donald Trump ទេអញ្ចឹងតើយើងគួរធ្វើដូចម្ដេចគួរតែប្រមូលលុយដែលយើងមាននឹងយកទៅដូរឬក៏បែបណាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងមិនចាំបាច់ហត់នឿយធ្វើរឿងទាំងអស់នោះទេចម្លើយគឺងាយខ្លាំងមែនតើលុយចាស់ក៏ប្រើបានលុយថ្មីក៏ប្រើបានលុយដែលមានហត្ថលេខារបស់លោក Donald Trump ក៏ចាយបានលុយដែលគ្មានហត្ថលេខារបស់លោក Donald Trump ក៏ចាយបានរឿងដែលសំខាន់ហ្នឹងគឺត្រូវតែមានលុយចាយបញ្ហាសំខាន់មានលុយចាយដែរឬអត់បើសិនជាមានលុយចាយហើយចង់លុយហ្នឹងមានហត្ថលេខាមិនមានហត្ថលេខារបស់លោក Donald Trump ចាយបានទាំងអស់ចាហើយបើសិនជាបងប្អូនទាំងអស់គ្នាព្រួយបារម្ភថាអូមានលុយច្រើនណាស់ពិបាកចាយឬក៏ហត់នឿយក្នុងការចាយហៅខ្ញុំទៅជួយចាយបានអត់ទេនិយាយលេងទេចាឥឡូវយើងឈប់និយាយលេងហើយយើងនិយាយសាច់ការបែបងាយយើងជាអ្នកប្រើប្រាស់នេះមិនចាំបាច់មានកង្វល់ច្រើនក្នុងការប្រមូលយកក្រដាស់ប្រាក់ដែលយើងកំពុងតែមានយើងមិនចាំបាច់កង្វល់ក្នុងការប្រមូលលុយដុល្លារអាមេរិកដែលយើងកំពុងតែមាននេះរួចហើយតម្រង់ទៅធនាគារដើម្បីទៅបដូរយកលុយថ្មីដែលមានហត្ថលេខារបស់លោក Donald Trump នឹងទេអត់ចាំបាច់រវល់អីអញ្ចឹងទេពីព្រោះថាប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគេផ្ដល់ភាពងាយស្រួលឲ្យអ្នកប្រើប្រាស់ក៏ប៉ុន្តែអ្នកប្រើប្រាស់ត្រូវតែកត់សម្គាល់ខ្លួនឯងចំណុចមួយគឺការស្គាល់ក្រដាស់ប្រាក់ថ្មីជៀសវាងកុំឲ្យមានជនឆបោកឥឡូវខ្ញុំឧទាហរណ៍លក្ខខណ្ឌតូចតាចមួយចោះមាននរណាម្នាក់គេយកលុយមួយហើយគេមកប្រាប់យើងថាអានេះលុយដុល្លារអាមេរិកចេញស៊េរីថ្មីរួចហើយគេយកមកចាយជាមួយយើងអញ្ចឹងអីវ៉ាន់ដែលយើងត្រូវលក់ឲ្យគេនោះអស់40000រៀលដល់ពេលគេហុច$100មកឲ្យយើងមកហើយគេប្រាប់យើងថាអានឹងស៊េរីថ្មីយើងមិនត្រូវអាប់លុយទៅគេវិញ300,000រៀលប៉ុន្តែដល់ពេលអាលុយស៊េរីថ្មីដែលគេយកមកឲ្យយើងហ្នឹងវាជាលុយคล้ายអានឹងវាគ្រោះថ្នាក់យើងអញ្ចឹងចំណុចជាអ្នកប្រើប្រាស់ដែលយើងត្រូវរក្សាសុវត្ថិភាពខ្លួនឯងគឺត្រូវស្គាល់រូបរាងនៃក្រដាស់ប្រាក់ថ្មីតែប៉ុណ្្នឹងទេប៉ុន្តែបើសួរថាឲ្យយើងត្រូវហត់នឿយប្រមូលលុយយើងនេះយកទៅដូរយកទៅអីដើម្បីបានលុយដែលមានហត្ថលេខារបស់លោក Donald Trump យកមកចាយវាលើទីផ្សារមិនចាំបាច់ធ្វើរឿងហ្នឹងទេពីព្រោះប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគេដាក់ឲ្យចរាចរណ៍ទាំងលុយស៊េរីថ្មីនិងលុយស៊េរីចាស់សុទ្ធតែមានតម្លៃចរិតគេអត់ចាំបាច់ត្រូវប្រមូលលុយស៊េរីចាស់ចូលត្រឡប់ទៅវិញដែលធ្វើឲ្យមានភាពហត់នឿយហើយធ្វើឲ្យមានកង្វល់ដល់អ្នកប្រើប្រាស់ទេរឿងរ៉ាវចាំបាច់ជាច្រើនមួយចំនួនហ្នឹងគឺជាបន្ទុករបស់ប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកចាហើយរបៀបនៃការធ្វើការងាររបស់គេវាស្មុគស្មាញសម្រាប់គេចាវាមិនស្មុគស្មាញសម្រាប់យើងជាអ្នកប្រើប្រាស់ទេអញ្ចឹងយើងជាអ្នកប្រើប្រាស់នេះស្មុគស្មាញហត់តាំងរលុយទេចា
អញ្ចឹងរឿងចាំបាច់ផ្សេងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកពិសេសក្រសួងរដ្ឋាភិបាលនិងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកជាអ្នករ៉ាប់រងចាត់ចែងជំនួសយើងអស់ទៅហើយអញ្ចឹងយើងដែលជាអ្នកចាយគ្រាន់តែព្យាយាមស្គាល់លុយយើងនិយាយចឹងចាស់ចាស្គាល់กระดาษប្រាក់ហ្នឹងកុំឲ្យតែគេមកបោកយើងខ្លែងបន្លំយើងទៅអាហ្នឹងគឺជារឿងល្អហើយចាអញ្ចឹងមិនជារឿងចម្លែកទេដែលធ្លាប់មានអ្នកឆ្ងល់ថានៅពេលដែលសហរដ្ឋអាមេរិកប្រកាសចេញក្រដាសប្រាក់ដុល្លារស៊េរីថ្មីដែលមានរូបរាងប្លែកឬក៏មានបច្ចេកវិទ្យាការពារខ្លែងបន្លំទំនើបជាងមុនចុះវាសនានៃក្រដាសប្រាក់ស៊េរីចាស់រាប់ពាន់រាប់លានសន្លឹកដែលកំពុងតែចរាចរពាសពេញពិភពលោកតើវានឹងទៅជាយ៉ាងណាវាមានតម្លៃស្មើសូន្យឬក៏លុយស៊េរីចាស់ទាំងនោះត្រូវគេឈប់ចាយចម្លើយគេមិនឈប់ចាយទេចាយបានដូចគ្នាសំខាន់ឲ្យតែមានលុយចាយនៅក្នុងវីដេអូមួយនេះយើងមកដឹងឮទាំងអស់គ្នាអំពីប្រព័ន្ធហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិកដើម្បីដឹងអំពីកិច្ចសហការរវាងក្រសួងរដ្ឋាភិបាលនិងធនាគារកណ្ដាលសហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងក្រដាសប្រាក់ចាស់និងរបៀបដែលពួកគេកំទេចក្រដាសប្រាក់ចាស់ចោលជារៀងរាល់ឆ្នាំហើយដាក់បញ្ចូលជំនួសវិញនៅក្រដាសប្រាក់ដុល្លារស៊េរីថ្មីចឹងសហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ដែកដើម្បីគ្រប់គ្រងក្រដាសប្រាក់ចឹងបងប្អូនទាំងអស់គ្នានេះខ្ញុំអធិស្ឋានអ្វីដែលនឹងខ្ញុំស្រាវជ្រាវវាមិនមែនល្អិតគ្រប់ជ្រុងទាំងអស់ទេហើយជួនកាលប្រភពព័ត៌មានដែលខ្ញុំបានវាអាចមានភាពលៀងខុសពីទិន្នន័យឬក៏ប្រភពព័ត៌មានឬចំណេះដឹងដែលបងប្អូនបានដឹងឮអញ្ចឹងបើសិនជាស្ដាប់វីដេអូឬក៏មើលវីដេអូនេះដល់ចប់ហើយឃើញមានចំណុចណាដែលបងប្អូនគិតថាមានព័ត៌មានថ្មីដែលត្រូវបន្ថែមដើម្បីយើងរៀនសូត្រជាមួយគ្នាបានបងប្អូនកុំភ្លេច comment នៅខាងក្រោមវីដេអូនេះចាអញ្ចឹងយើងមកមើលអំពីច្បាប់ដែកដែលអាមេរិកប្រើដើម្បីគ្រប់គ្រងក្រដាសប្រាក់ដុល្លាររបស់ខ្លួនមុននឹងមកនិយាយអំពីរឿងការគ្រប់គ្រងក្រដាសប្រាក់ដុល្លារសហរដ្ឋអាមេរិកយើងមកស្គាល់ស្ថាប័នពីរសំខាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចាទី1គឺក្រសួងរដ្ឋាភិបាល US Treasury Department ចាអាគារនេះគឺធំហើយនៅជាប់ជាមួយនឹងសេតវិមានចានេះខ្ញុំធ្លាប់បានទៅដល់ទីនោះដែរអូពេលទៅដល់រំភើបបងប្អូនទាំងអស់គ្នាត្បិតតែថាយើងអត់បានចូលទៅខាងក្នុងទេប៉ុន្តែយើងដឹងថាលុយដុល្លារសហរដ្ឋអាមេរិកគេបោះពុំនៅក្នុងហ្នឹងចាយើងអ្នកឈរមុខហ្នឹងអស់រំភើបចាអញ្ចឹងអាគារមួយនេះគឺនេះជាប់គ្នាតែម្ដងជាមួយសេតវិមានរបស់សហរដ្ឋអាមេរិកហើយមានទីតាំងនៅក្នុងទីក្រុង Washington តាមរយៈក្រសួងមួយនេះដែលជាអ្នកបោះពុំផ្ទាល់និងមានរោងពុំរួមទាំងបច្ចេកវិទ្យាផលិតក្រដាសប្រាក់ទី2គឺធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកយើងជាភាសាអង់គ្លេសគេថា Federal Reserve នេះគឺជាអ្នកបញ្ជានិងសម្រេចថាតើត្រូវបញ្ចេញលុយថ្មីចំនួនប៉ុន្មានចូលទៅក្នុងទីផ្សារអញ្ចឹងគេមានច្បាប់របស់គេមិនមែនចេះតែនឹកឃើញថែមចូលទេពីព្រោះថែមចុះថែមឡើងអូ Vivo សេដ្ឋកិច្ចហើយអញ្ចឹងគេមានច្បាប់របស់គេហើយច្បាប់គេវាញញៃវែងឆ្ងាយខ្ញុំសូមអត់និយាយទេយើងនិយាយកាត់ត្រួសតែរឿងលុយរបស់យើងទេសោះលុយយើងចាទោះបីជាមានការផ្លាស់ប្ដូរស៊េរីក្រដាសប្រាក់ក៏ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមានគោលការណ៍ច្បាស់លាស់មួយដែលគេហៅថាច្បាប់ដែកគឺរាល់ក្រដាសប្រាក់ដែលបានបោះពុម្ពដោយក្រសួងរដ្ឋាភិបាលនិងដាក់ឲ្យចរាចរណ៍ដោយធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកគឺនៅតែមានតម្លៃផ្លូវច្បាប់ជានិច្ចទោះបីជាវាបោះពុម្ពតាំងពីឆ្នាំណាមកក៏ដោយបោះពុម្ពឆ្នាំ2019ក៏នៅចាយបានបោះពុម្ពឆ្នាំ2026នេះក៏នៅតែចាយបានដែរបងប្អូនទាំងអស់គ្នាសំខាន់ឲ្យតែមានលុយចាយនេះគឺជាចំណុចខ្លាំងដែលធ្វើឲ្យពិភពលោកមានទំនុកចិត្តបំផុតលើលុយដុល្លារសហរដ្ឋអាមេរិកដំណើរការចម្រាញ់លុយចាស់ចុះបើលុយដុល្លារមានតម្លៃរហូតគេចាយវារហូតហេតុអ្វីបានជាយើងមិនសូវឃើញមានលុយស៊េរីចាស់នៅចរាចរណ៍លើទីផ្សារចឹងអាកំបាំងគឺស្ថិតនៅលើការចម្រាញ់ជារៀងរាល់ថ្ងៃធនាគារពាណិជ្ជ Commercial Bank នឹងបញ្ជូនក្រដាសប្រាក់ដែលចាស់ឬក៏រហែកទៅកាន់សាខាទាំង12នៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកចា Federal Reserve នៅធនាគារកណ្ដាលសហរដ្ឋអាមេរិកនេះគេមានម៉ាស៊ីនស្កេនល្បឿនលឿនដើម្បីត្រួតពិនិត្យទី1គេត្រួតពិនិត្យលើគុណភាពនៃក្រដាសប្រាក់នោះបើសិនជាក្រដាសប្រាក់នោះនៅថ្មីស្អាតទោះជាស៊េរីចាស់បន្តិចក៏ដោយក៏គេអាចនឹងបញ្ជូនវាទៅធនាគារវិញដើម្បីចាយសារឡើងវិញចាយបន្តចរាចរណ៍អីហូរហែអញ្ចឹងទៅ
ប៉ុន្តែគេនឹងពិនិត្យសារថ្មីម្ដងទៀតដើម្បីដកចេញបើសិនគេឃើញថាវាចាស់ខ្លាំងពេកឬក៏វាជាស៊េរីចាស់ដែលធនាគារកណ្ដាលចង់លុបបំបាត់ដើម្បីជំនួសដោយស៊េរីថ្មីដែលមានសុវត្ថិភាពជាងមុនម៉ាស៊ីននឹងចាប់ផ្ដើមបំបែកវាចេញពីប្រព័ន្ធភ្លាមចឹងกระดาษប្រាក់ដែលបោះពុំយូរអត់សូវមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពខ្លាំងដូចกระดาษលុយដែលបោះពុំនៅក្នុងសម័យថ្មីអញ្ចឹងគេគិតថាលុយសេរីឆ្នាំណាដែលដុល្លារងាយត្រូវបានគេក្លែងបន្លំគេនឹងព្យាយាមដកចេញពីទីផ្សារទុកតែលុយកระดาษដុល្លារណាដែលពិបាកក្នុងការក្លែងបន្លំមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវអានឹងបានគេទុកច្រើននៅលើទីផ្សារគេមិនដកលុយចាស់ទាំងនោះទៅដុតចោលឡើយដើម្បីកុំឲ្យមានការបំពុលបរិស្ថានក្រដាសប្រាក់ដែលខូចគុណភាពទាំងនោះនឹងត្រូវម៉ាស៊ីនកិនបំបែកជាបំណែកតូចរហូតដល់បាត់បង់រូបរាងដើមដែលយើងមើលអត់ស្គាល់ថាវាជាលុយទេហើយបច្ចុប្បន្ននេះសហរដ្ឋអាមេរិកគេកែច្នៃបំណែកលុយទាំងនោះទៅជាទី1ជីកំប៉ុស្តអាមេរិកមានបច្ចេកវិទ្យាដែលបំលែងក្រដាសប្រាក់ដែលខូចគុណភាពទាំងនោះសម្រាប់ប្រើជាជីកសិកម្មទី2គឺថាមពលអគ្គិសនីដោយដុតនៅក្នុងឡពិសេសដើម្បីបង្កើតជាថាមពលនិងទី3គេយកវាទៅធ្វើជាសម្ភារៈសំណង់ដោយគេអាចយកវាធ្វើជាអ៊ីសូឡង់កម្ដៅឬក៏កម្រាលឥដ្ឋជាដើមពេលដែលដកលុយខូចគុណភាពទាំងនោះចេញស្របពេលជាមួយគ្នាធនាគារកណ្ដាលនឹងបញ្ជាទិញលុយស៊េរីថ្មីពីក្រសួងរដ្ឋាភិបាលដើម្បីយកមកជំនួសកន្លែងលុយដែលបានកំទេចចោលនេះគឺជាវដ្តជីវិតនៃក្រដាសប្រាក់ដុល្លារសហរដ្ឋអាមេរិកនិងសាច់ប្រាក់ដែលធ្វើឲ្យលុយដុល្លារអាមេរិកនៅក្នុងទីផ្សារតែងតែមានសភាពថ្មីនិងពិបាកក្លែងបន្លំជានិច្ចអញ្ចឹងរឿងរ៉ាវនេះគឺក្រសួងរដ្ឋាភិបាលជាមួយនឹងធនាគារកណ្ដាលអាមេរិកគេអ្នកធ្វើការឲ្យអស់ហើយចឹងយើងអ្នកមានលុយចាយយើងគ្រាន់តែចាំចាយទៅបានហើយចារឿងស្មុគស្មាញហ្នឹងឲ្យគេគិតទៅសរុបជារួមមកបើទោះបីជាសហរដ្ឋអាមេរិកចេញក្រដាសប្រាក់ដុល្លារស៊េរីថ្មីចរាចរនៅលើទីផ្សារក៏ដោយក៏ក្រដាសប្រាក់ដុល្លារស៊េរីចាស់នៅតែមានតម្លៃ 100% ទៅតាមច្បាប់សហព័ន្ធនិងប្រើប្រាស់បាននៅលើទីផ្សារក្នុងស្រុកនិងទីផ្សារសកលជាធម្មតាចឹងបងប្អូនទាំងអស់គ្នារឿងលុយដុល្លារមួយមិនចាំបាច់ព្រួយរឿងស៊េរីចាស់ឬស៊េរីថ្មីហើយក៏មិនចាំបាច់ភ័យថាលុយដែលមានហត្ថលេខាលោក Donald Trump ឬគ្មានហត្ថលេខាលោក Donald Trump នោះទេគឺយើងចាយបានធម្មតាទាំងអស់ប៉ុន្តែសម្រាប់ការចាយវាយនៅក្រៅទឹកដីសហរដ្ឋអាមេរិកដូចជានៅប្រទេសកម្ពុជាយើងក៏អាចជួបនឹងបញ្ហាលំបាកខ្លះៗមួយចំនួនដែរបើសិនជាលុយដែលយើងកំពុងកាន់យកទៅចាយហ្នឹងវាជាกระดาษលុយដែលទក់ពេកឬក៏ចាស់ពេកឬក៏ដាច់រហែកអីចឹងទៅពីព្រោះនៅស្រុកយើងនេះបើសិនជាលុយចាស់លុយទក់លុយមានស្នាមនៅលើហ្នឹងមានសរសេរអក្សរអីចម្លែកនៅលើហ្នឹងយើងយកទៅដូរនៅកន្លែងខ្លះគឺគេកាត់ទឹកចាកន្លែងខ្លះគេកាត់ទឹកគេមើលតាមសភាពលុយចឹងណាជួនកាលកាត់$5កាត់$10វាពាក់ព័ន្ធទៅនឹងថាតើលុយហ្នឹងកម្រិតនៃការខូចខាតកម្រិតនៃការប្រឡាក់កម្រិតនៃការទក់ហ្នឹងវាប៉ុណ្ណាអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកពេលដែលមកដល់ប្រទេសកម្ពុជាយើងរៀងប្លែកបន្តិចត្រង់ថាលុយនៅអាមេរិកមិនថាទក់ប៉ុណ្ណាកណ្ដាស់100នៅតែ100អញ្ចឹងអត់មានណាកាត់ទឹកកាត់អីទេប៉ុន្តែនៅស្រុកខ្មែរយើងបើសិនជាលុយហ្នឹងរៀងទក់កណ្ដាស់$100ពេលយើងយកទៅដូរគេជួនកាលអាចបានតែ90ឬ95អីចឹងទៅចាអញ្ចឹងនេះគឺជាចំណុចដែលយើងគួរប្រុងប្រយ័ត្នហើយវិធីដែលល្អបំផុតបើសិនជាយើងមានលុយដុល្លារសេរីចាស់នៅក្នុងដៃហើយយើងចង់បានលុយថ្មីអីហូរហែយើងអាចយកវាទៅដូរនៅធនាគារនៅក្នុងប្រទេសកម្ពុជាយើងចាកន្លែងនេះគេទទួលអញ្ចឹងទៅយើងចង់ដូរយកលុយថ្មីយកមកទុកក៏បានដែរអត់បញ្ហាទេនេះគឺជម្រាបជូនសម្រាប់បងប្អូនយើងដែលគាត់ថាគាត់ចង់រក្សាលុយថ្មីតែប៉ុណ្្នឹងទេក៏ប៉ុន្តែបើសិនជាអត់មានពេលទំនេរដើម្បីដូរលុយចុះឡើងអីទេមិនបាច់ដូរក៏អត់អីដែរនៅតែប្រើប្រាស់បានធម្មតាទេប៉ុន្តែជាការកត់ចំណាំបើទោះបីជាសហរដ្ឋអាមេរិកបានបោះពុម្ពក្រដាសប្រាក់ថ្មីចាស៊េរីថ្មីហ្នឹងជាហូរហែបន្តបន្ទាប់អីក៏ដោយប៉ុន្តែរហូតមកដល់ពេលនេះលុយដុល្លារសហរដ្ឋអាមេរិកចរាចរលើសកលសម្រាប់សាធារណជនមានតែ7ប្រភេទតែប៉ុណ្ណោះចាអត់មានលើសពីនឹងទៀតទេបងប្អូនទាំងអស់គ្នាបើមានលើសពីនឹងក៏ជាกระดาษប្រាក់ដែលគេប្រើប្រាស់សម្រាប់ទូទាត់ក្នុងហិរញ្ញវត្ថុរបស់គេមិនដាក់ឲ្យសាធារណជនប្រើប្រាស់ទេចាអញ្ចឹងទី1គឺលុយ$1កระดาษប្រាក់$1ទី2กระดาษប្រាក់$2ចាខ្មែរយើងនិយមយក$2មកចាយយន់ចាទី3គឺกระดาษប្រាក់$5ទី4กระดาษ$10กระดาษ20$50និង100ចឹងលុយដុល្លារមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នា$1 $2 $5 $10 $20 50 100អត់មានកระดาษផ្សេងពីនឹងទៀតទេចាអញ្ចឹងក្រដាសប្រាក់ទាំង7ប្រភេទនេះបោះពុម្ពតាំងតែពីឆ្នាំ1914មកម្លេះ
ប៉ុន្តែនៅតែអាចចាយវាយបានតាមផ្លូវច្បាប់ទាំងអស់ចាអត់មានកដាស់ទាំង7ប្រភេទហ្នឹងអត់មានមួយប្រភេទណាដែលมันអាចចាយវាយបានទេបើទោះបីជាបោះពុំពីឆ្នាំណាមកក៏នៅតែចាយបានដែរហើយមិនដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រកាសបដិសេធចោលម្ដងណាឡើយចឹងយើងមិនចាំបាច់មានភារកិច្ចវិច្ចលុយចាស់ទៅដូរលុយថ្មីទេចាកុំព្រួយលុយអត់មានហត្ថលេខាលោក Donald Trump ក៏នៅតែចាយបានដែរចានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកក្រដាសប្រាក់ដែលត្រូវបានបោះពុម្ពឲ្យចរាចរណ៍ជាសាធារណៈមាន7ប្រភេទដែលមានរូបប្រធានាធិបតីឬបុគ្គលសំខាន់ៗរបស់សហរដ្ឋអាមេរិកនិងមានលក្ខណៈសម្គាល់ប្លែកៗពីគ្នាទី1ក្រដាសប្រាក់$1រូបតំណាងគឺលោក George Washington ចា George Washington នេះគឺជាប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកចំណុចពិសេសនៃក្រដាសប្រាក់$1នេះគឺជាក្រដាសប្រាក់ដែលបានប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោកហើយរូបរាងរបស់វាស្ទើរតែមិនដែលផ្លាស់ប្ដូរទាល់តែសោះតាំងតែពីឆ្នាំ1963មកកដាស់លុយនេះអាយុច្រើនជាងខ្ញុំចង់2ដងទី2ក្រដាស់$2សហរដ្ឋអាមេរិកចាលុយស័ក្តិសិទ្ធិលុយចាយ័នរូបតំណាងគឺលោក Thomas Jefferson ចាដែលគាត់គឺជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកលុយនេះពីដើមនៅអាមេរិកគេហៅលុយចង្រៃទៅតែក្រោយមកគេផ្លាស់ប្រែរូបរាងវាទៅវាคล้ายដូចជាលុយហេងវិញចាអញ្ចឹងរឿងលុយកដាស់$2ហ្នឹងចាំមានពេលអីធ្វើមកវីដេអូឲ្យបងប្អូនស្ដាប់កំសាន្តចាចំណុចពិសេសនៃក្រដាស់ប្រាក់$2សហរដ្ឋអាមេរិកនេះគឺមនុស្សជាច្រើនគិតថាវាជាលុយកម្រឬក៏លុយលាភសំណាងអ្វីត្បិតតែមិនសូវឃើញមានចាយវាយទូទៅច្រើនប៉ុន្តែវានៅតែមានតម្លៃតាមផ្លូវច្បាប់និងនៅតែត្រូវបានបោះពុម្ពជាបន្តបន្ទាប់ហើយបើនៅប្រទេសកម្ពុជាយើងឲ្យតែឃើញលុយ$2មិនងាយចាយត្រឡប់ទៅវិញទេយកទុកចាយយ័នចាអ្នកណាខ្លះមាន$2ចាយយ័ន comment ខាងក្រោមវីដេអូខ្ញុំផងចាទី3គឺក្រដាស់$5រូបតំណាងគឺលោក Abraham Lincoln ដែលជាអ្នកលុបបំបាត់របបទាសភាពនៅសហរដ្ឋអាមេរិកចាអូល្បីគាត់ជាបុគ្គលដែលសហរដ្ឋអាមេរិកគោរពនឹងឲ្យតម្លៃហើយគេធ្វើសារមន្ទីរគាត់ទេណាចាសារមន្ទីរគាត់នៅទីក្រុង Washington ប៉ុន្តែថ្ងៃដែលខ្ញុំទៅដល់ Washington ហ្នឹងអត់មានវាសនាបានចូលទៅកន្លែងសារមន្ទីររបស់លោក Abraham Lincoln ទេចាមូលហេតុដោយសាររកកន្លែងចតឡានមិនឃើញអូយចង្អៀតណាស់បងប្អូនទាំងអស់គ្នាហើយថ្ងៃខ្ញុំទៅហ្នឹងគេមានដូចជាបាតកម្មដូចជាស្អីខ្ញុំអត់ចាំទេប៉ុន្តែគេលើកបដានៅក្បែរវាយហៅហ្នឹងនៅក្បែរសេតវិមានដល់ចឹងទៅវាចង្អៀតពេកយើងរកកន្លែងចតអត់បានអញ្ចឹងយើងជិះលាទាំងអាឡ័យដោយមិនបានឈានជើងចូលចាចំណុចពិសេសនៃលុយ$ដែលមានរូបលោក Abraham Lincoln ចាកដាស់$5នេះគឺលេខ5មានពណ៌ស្វាយធំនៅផ្នែកខាងក្រោយដើម្បីងាយស្រួលឲ្យអ្នកមានបញ្ហាភ្នែកអាចចំណាំបានចាគេទៅគេធ្វើលុយគេគិតដល់អ្នកបញ្ហាភ្នែកទេណាចាទី4គឺប្រភេទក្រដាស់ប្រាក់$10រូបតំណាងគឺលោក Alexander Hamilton ដែលចំណុចពិសេសគឺគាត់ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល2នាក់នៅលើក្រដាស់ប្រាក់$សហរដ្ឋអាមេរិកដែលមិនមែនជាប្រធានាធិបតីប៉ុន្តែគាត់គឺជាអ្នកបង្កើតប្រព័ន្ធហិរញ្ញវត្ថុអាមេរិកដំបូងគេទី5គឺក្រដាស់$20ក្រដាស់$20រូបតំណាងនៅខាងលើគឺជារូបរបស់លោក Andrew Jackson ចំណុចពិសេសក្រដាស់ប្រាក់$20នេះគឺពេញនិយមសម្រាប់ទូ ATM នៅសហរដ្ឋអាមេរិកទី6គឺក្រដាស់ប្រាក់$50សហរដ្ឋអាមេរិកដែលមានរូបតំណាងជាប្រធានាធិបតីទី18របស់សហរដ្ឋអាមេរិកចំណុចពិសេសគឺមានការលាយពណ៌ចាមានពណ៌ផ្កាឈូកនិងពណ៌ខៀវស្រាលនៅក្នុងសាច់ក្រដាស់ប្រាក់ដើម្បីការពារការក្លែងបន្លំទី7គឺក្រដាស់$100សហរដ្ឋអាមេរិកចារូបនៅលើក្រដាស់នេះគឺជារូបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Benjamin Franklin ចាបងប្អូនទាំងអស់គ្នាដែលមិនទាន់ស្គាល់ម្ចាស់ស្នេហ៍ខ្ញុំអាចមើលគាត់ឲ្យហើយចានេះហើយខ្ញុំសូមបង្ហាញជូនអ្នកដែលឆ្ងល់ណាចាថាតើម្ចាស់ស្នេហ៍ខ្ញុំរូបរាងយ៉ាងម៉េចចាបងប្អូននេះអាចមើលបាននេះម្ចាស់ស្នេហ៍ខ្ញុំជាបរិះដែលមិនមាន six pack ទេប៉ុន្តែមានមុនស្នេហ៍ខ្លាំងណាស់ចាមានមនុស្សស្រីស្ទើរតែមួយពិភពលោកហើយដែលស្រឡាញ់គាត់រួមទាំងខ្ញុំផងដែរតើបងប្អូនដែលកំពុងមើលវីដេអូខ្ញុំនេះកំពុងលងស្នេហ៍គាត់ដែរឬទេចាបើសិនជាកំពុងលងស្នេហ៍គាត់ដែរ comment ខាងក្រោមវីដេអូផងយើងចូល team ជាមួយគ្នាចាបារដែលមានមុនស្នេហ៍បំផុតប្រចាំពិភពលោកគឺបារម្នាក់នេះចាចំណុចពិសេសគឺលោក Benjamin Franklin មិនមែនជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេប៉ុន្តែគាត់គឺជាអ្នកវិទ្យាសាស្ត្រនិងជា
ជាអ្នកនយោបាយដ៏ល្បីល្បាញក្រដាស់ប្រាក់$100សហរដ្ឋអាមេរិកជាក្រដាស់ប្រាក់ដែលមានតម្លៃធំបំផុតនិងមានបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់បំផុតមានខ្សែពណ៌ខៀវ 3D នៅចំណុចកណ្ដាលដែលយើងអាចចំណាំបានចឹងបងប្អូនទាំងអស់គ្នាសំណួរសួរថាហេតុអីបានជាក្រដាស់$100ដែលជាលុយយើងហៅថាលុយធំជាងគេចោះរបស់អាមេរិកហើយរូបនៅលើលុយដុល្លារអាមេរិក$100នេះគេយកបរោះដែលមិនមែនជាប្រធានាធិបតីយកមកដាក់ខាងលើហ្នឹងទៅវិញប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកគឺលោក George Washington គេយកគាត់ទៅដាក់នៅក្នុងក្រដាស់$1ប៉ុន្តែដល់ពេលលើក្រដាស់$100វត្តមានមិនមែនជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេបងប្អូនណាដឹងមូលហេតុនេះចាំជួយ comment ក្នុងវីដេអូខ្ញុំផងក្រៅអំពីក្រដាស់ប្រាក់ទាំង7ប្រភេទដែលដាក់ឲ្យសាធារណជនប្រើប្រាស់ជាទូទៅជាផ្លូវការនេះអាមេរិកក៏មានក្រដាស់ប្រាក់ប្រភេទពិសេសប៉ុន្តែគេលែងផលិតទៅប៉ុន្តែនៅមានតម្លៃកាលពីមុនអាមេរិកធ្លាប់មានបោះពុម្ពក្រដាស់ប្រាក់ដែលមានតម្លៃធំសម្បើមដូចជាក្រដាស់500ក្រដាស់1000ក្រដាស់5000និងក្រដាស់$10000ចាំមកសន្លឹក10000ហ្មងណាតែគេឈប់ផលិតហើយតាំងតែពីឆ្នាំ1945និងឈប់ឲ្យចរាចរណ៍នៅក្នុងឆ្នាំ1996ពីព្រោះគេបារម្ភអំពីការលាងលុយកខ្វក់ចំណែកឯក្រដាស់ប្រាក់$100,000សហរដ្ឋអាមេរិកគេប្រើសម្រាប់តែការទូទាត់រវាងធនាគារកណ្ដាលនិងរដ្ឋាភិបាលតែប៉ុណ្ណោះមិនដែលឲ្យសាធារណជនចាយវាយឡើយអញ្ចឹងក្រដាស់$100,000យើងអត់មានវាសនាចាយវាយទេពីព្រោះគេទុកតែសម្រាប់ស្ថាប័ននិងស្ថាប័នដោះដូរគ្នាអញ្ចឹងទៅក្រៅអំពីក្រដាស់ប្រាក់អាមេរិកក៏មានកាក់ដែលផលិតដោយស្ថាប័ន United States Mint ចំនួន6ប្រភេទដែលគេនិយមប្រើចាគេមានលុយ1សេន5សេន10សេន25សេនចាឲ្យពេញនិយមបំផុតនៅតាម store ចាកន្លែងលក់អីវ៉ាន់អីហូហែហ្នឹងគឺគេហៅកាក់50សេននិងកាក់$1ពណ៌មាសចាអញ្ចឹងនៅសហរដ្ឋអាមេរិកក៏គេប្រើកាក់ដែរហើយចុងក្រោយបំផុតគឺ$100ដែលនឹងមានហត្ថលេខារបស់លោក Donald Trump ជំនួសអគ្គបេឡាករអាមេរិកដែលនឹងចេញចរាចរណ៍នៅលើទីផ្សារក្រោយការបោះពុម្ពរួចនៅខែមិថុនាឆ្នាំ2026នេះអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាបងប្អូនយើងសួរតែ2ម៉ាត់ទេអំពីរឿងលុយហ្នឹងប៉ុន្តែអ្នកឆ្លើយនោះឆ្លើយវិញឡាយចាឆ្លើយវិញឡាយថាខ្ញុំចូលចិត្តលុយដល់ពេលមនុស្សចូលចិត្តលុយមានគេសួររឿងលុយចឹងអូយឆ្លើយក៏ហូហែអញ្ចឹងទៅអញ្ចឹងបងប្អូនអរគ្នាអធិស្ឋានផងណារឿងលុយនិយាយច្រើនបន្តិចហ្នឹងអញ្ចឹងបងប្អូនយើងស្ដាប់លេងណាចាស្ដាប់លេងថាពេលត្រឡប់មកពីធ្វើការវិញរៀងស្ទះចរាចរណ៍អីបើកវីដេអូខ្ញុំទៅចាខ្ញុំនិយាយងើអញ្ចឹងទៅបងប្អូនបើកឡានទៅមុខរ៉ែរ៉ែអញ្ចឹងណាចាឬក៏បងប្អូនយើងនៅសហរដ្ឋអាមេរិកចាអ្នកនៅអាមេរិកដែលគាត់បលឹមឡើងទៅហាងដូណាត់វាយនំម្នាក់ឯងចុះកដាលយប់គេសម្រាប់គេមិនទាន់ក្រោកផងគាត់ទៅដល់ហាងបាត់ហើយអត់មានណានិយាយជាមួយអញ្ចឹងទៅបើកវីដេអូខ្ញុំទៅចាខ្ញុំឡូឡាងើម្នាក់ឯងហ្នឹងទៅបងប្អូនយើងធ្វើនំបដៅអញ្ចឹងទៅទ្រាំធ្វើឲ្យភ្លឺខ្ញុំនិយាយចាប់ហ្មងនិយាយលេងឯងបងប្អូនទាំងអស់គ្នាដោយសារខ្ញុំជាអ្នកដែលរៀងចូលចិត្តចាប់អារម្មណ៍ទៅខាងហ្នឹងអញ្ចឹងណាហើយដោយសារឆ្នាំមុនហ្នឹងបានទៅអាមេរិកដល់ពេលទៅយើងទៅឃើញគេហៅរដ្ឋាភិបាលអាមេរិកផងអីផងអញ្ចឹងទៅមានអារម្មណ៍ដូចរំភើបដល់ពេលបងប្អូនសួររឿងហ្នឹងខ្ញុំក៏ឆ្លៀតថែមព័ត៌មានជូនអញ្ចឹងទៅអធិស្ឋានផងបើសិនបងប្អូនយល់ថាវីដេអូហ្នឹងវាវែងឆ្ងាយអញ្ចឹងណាចាអញ្ចឹងអរគុណជាថ្មីម្ដងទៀតចំពោះការទស្សនាជូនពរលោកអ្នកមានសុខភមង្គលមានអីថ្មីផ្សេងទៀតនឹងខ្ញុំនឹងមានវីដេអូបន្តជូនបងប្អូនហើយសម្រាប់លោកអ្នកដែលមានលុយក្រដាស់$100សហរដ្ឋអាមេរិកហើយក៏កំពុងព្រួយបារម្ភថាអូលុយចាស់នេះអត់មានហត្ថលេខាលោក Donald Trump ទេអញ្ចឹងយើងត្រូវធ្វើម៉េចយកទៅដូរឬក៏មិនទៅចាមិនបាច់ព្រួយមិនបាច់ខ្វល់អីទាំងអស់បងប្អូនទាំងអស់គ្នាឃើញលុយដែលមានហត្ថលេខារបស់លោក Donald Trump ក៏ចាយទៅចាហើយបើសិនជាមិនឃើញមានហត្ថលេខារបស់លោក Donald Trump កុំអីដែរចាយបានធម្មតាទាំងអស់កុំឲ្យតលុយហ្នឹងលុយខ្លាំងចាបើសិនជាលុយហ្នឹងគឺជាលុយពិតប្រាកដរបស់សហរដ្ឋអាមេរិកសេរីចាស់សេរីថ្មីសេរីអីក៏ចាយបានដែរសំខាន់តែមួយចំណុចទេដូចខ្ញុំនិយាយតែអញ្ចឹងសំខាន់តែមានលុយចាយសំខាន់នៅត្រង់ហ្នឹងទេចាអញ្ចឹងអរគុណជូនពរលោកអ្នកមានសុភមង្គលและชีวิตស្រាយបើមានកំហុសឆ្គងខណៈនេះនាងខ្ញុំបូសុគន្ធាសូមអរគុណសូមជម្រាបលា